មានក៏ហមបងប្អូនម៉ែគាត់ដាំបានចំនួនមួយដើមនិយាយពីថាផ្លែឡើងខ្ជូតខ្ជូតល្អជាពិសេសគឺសាច់របស់វាឡើងក្រហមសបកក៏ក្រហមដើមក៏ក្រហមស្លឹកក៏ក្រហមដែរបងប្អូននិយាយពីថាផ្លែរបស់វាឡើងក្អោបឈ្ងុយហ្មងបងប្អូនហូបទៅគឺឆ្ងាញ់មាត់មែនតើជម្រាបសួរនិងសួស្តីបងប្អូនយើងទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់បងប្អូនសាជាថ្មីទៀតហើយបងប្អូនខានចេញវីដេអូយូរហើយបងប្អូនហើយដោយតែបងប្អូនយើងបានដឹងហើយថាបញ្ហាយ៉ាងម៉េចយ៉ាងម៉ាហ្នឹងគឺបងប្អូនបានជ្រាបហើយប៉ុន្តែនៅថ្ងៃនេះក៏ឆ្លៀតចេញវីដេអូមួយហើយវីដេអូហ្នឹងគឺថតតាំងតែពីម្សិលមិញបងប្អូននៅថ្ងៃសៅរ៍ខ្ញុំអត់ទាន់បានបញ្ចូលសំឡេងបង្ហោះហើយថ្ងៃនេះគឺថ្ងៃអាទិត្យខ្ញុំឆ្លៀតពេលទំនេរមកបញ្ចូលសំឡេងដើម្បីបង្ហោះចែករំលែកអំពីសកម្មភាពរបស់ខ្ញុំនៅក្នុងភូមិអញ្ចឹងណាបងប្អូនខុសត្រូវអីបងប្អូនកុំប្រកែកុំប្រកាន់បងប្អូនអីហើយនេះគឺជាដំណាំបងប្អូននៅក្នុងភូមិគឺមានដើមចេកមានផ្លែល្មុតបាទមានផ្លែល្មុតធំធំក៏មានល្មុតតូចតូចក៏មានដែរបងប្អូនហើយនេះគឺសកម្មភាពមកកាវតយងចេកបងប្អូននិយាយពីថាតយងចេកនេះគឺល្អមែនតែនតយងចេកកមួនដែលម៉ែគាត់ដាំបានចំនួន2គុម្ពបងប្អូនកូនរបស់វានឹងគឺស្រួលដាំឯប៉ុន្តែផ្លែរបស់វានឹងគឺរយៈពេលកន្លះឆ្នាំទៅ8ខែបានយើងប្រមូលផលចេកកមួននឹងបានណាបងប្អូនខែហ្នឹងបងប្អូននិយាយពីថាដល់រដូវធ្លាក់ខ្យល់ហើយក៏ដល់រដូវផ្កាស្ដៅត្រួយស្ដៅវាដល់ដបងដែរតែដល់ដបងអញ្ចឹងនិយាយពីថាថ្លៃបងប្អូនអើយមួយបាច់មើលមិនចង់ឃើញទេគេលក់សិតតែ4 5000កន្លែងខ្លះលក់រហូតដល់7 8000អញ្ចឹងណាបងប្អូនឆ្លៀតពេលបដូរបរិយាកាសមកដាំបាយនៅខាងក្រោយផ្ទះនៅក្នុងរោងដែលខ្ញុំធ្វើហ្នឹងបងប្អូនអើយរោងហ្នឹងគឺធ្វើដោយខ្លួនឯងមិនសូវជាស្អាតទេយើងគ្រាន់តែថាហៅគេមកជួយធ្វើតិចតួចជួយលើកជួយអីចឹងណាបើសិនជាយើងប្រើកម្លាំងផ្ទាល់ខ្លួនឯងហ្មងគឺធ្វើអត់រួចទេបងប្អូនអើយដាក់ដាំបាយបងប្អូនដឹងពីរបៀបដាំបាយដូចខ្ញុំអត់ចេះស្មានទឹកបងប្អូនវាល់កំប៉ុងមកដូចយើងដាក់បាយដាក់អង្គ6កំប៉ុងយើងត្រូវតែវាល់ទឹកឲ្យបាន6កំប៉ុងស្មើដែរអញ្ចឹងណាបងប្អូនអញ្ចឹងបាយរបស់យើងគឺឆ្អិនល្អអានេះគឺខ្ញុំដាំរបៀបមិនមែនជាត់ទេណាបងប្អូនមិនមែនបង្ហូរទឹកបាយចោលទេគឺយើងដាំពង្រីងបាយតែម្ដងបងប្អូនអើយហើយបន្ទាប់មកបាយឆ្អិនចាប់ផ្ដើមដាក់ជាមួយនឹងប្រហុកចំពោះប្រហុកនេះគឺនិយាយពីថាឈ្ងុយមែនតើបងប្អូនដែលម៉ែគាត់ធ្វើផ្ទាល់ដៃគាត់ធ្វើគាត់លាងស្អាតអញ្ចឹងទៅក្លិនរបស់វាគឺអត់ស្អុយទេដោយសារតែយើងលាងស្អាតពោះរបស់វាអញ្ចឹងណាហើយបន្ទាប់មកបន្លែបន្ទាប់ផ្សំនឹងបងប្អូនសម្រាប់ញោមគឺមានតយងចេកមានតសក់ហើយនៅមានត្រួយស្ដាយនិយាយពីថាបានមុខមកហូបមួយមុខនេះបងប្អូនហូបបាយចុះខ្លាំងមែនតែទាស់តែបន្តិចទេត្រួយស្ដៅវារៀងថ្លៃមួយបាច់ប៉ុណ្ណឹងគឺទិញមួយបាច់4000ណាបងប្អូនថ្លៃមែនតែបន្តិចទៀតបាទប្រហែលជា4 10ថ្ងៃមួយអាទិត្យអីទៀតគឺអាចចុះមកសល់2បាច់3000ក៏មាននិយាយទៅបងប្អូនចំពោះការញោមស្ដៅញោមតសក់ញោមតយងចេកញោមអីក៏ដោយគឺវាអត់ពិបាកទេគឺស្រួលទេបងប្អូនអើយយើងញុំចូលទៅបាទជាស្រ័យនិយាយលេងទេបាទបើសិនជាយើងធ្វើដោយការមិនប្រុងប្រយ័ត្នធ្វើដោយមិនយកចិត្តទុកដាក់គឺអត់ឆ្ងាញ់ទេហើយចំពោះញោមនេះដែរគឺដាក់ត្រីអាំងឲ្យច្រើនបងប្អូនបានឆ្ងាញ់ណាបាទគ្រាន់តែថាខ្ញុំអត់សូវបានថតពេញទេដោយសារតែកុំឲ្យយូរនាទីខាតពេលពុកម៉ែបងប្អូនយើងអញ្ចឹងទៅអានេះគឺខ្ញុំចាប់ផ្ដើមសូស្ដៅរួចហើយបងប្អូនដាក់វាប្រហែលជា10នាទីអីទៅកុំដាក់យូរពេកតែដាក់យូរពេកវាអាចនឹងអាលួយឆ្អិនអញ្ចឹងណាវាលែងឆ្ងាញ់អញ្ចឹងហើយឥឡូវនេះយើងចាប់ដើមដាក់ញោមតែម្ដងបងប្អូនដាក់ញោមស្ដៅដាក់ទឹកប្រហុកបន្ថែមទៅនិយាយពីថាបើសិនជាញោមយើងអត់ដាក់ទឹកប្រហុកច្រើនទេគឺវាអត់ឆ្ងាញ់ទេហើយញោមស្ដៅតតែមានរសជាតិរៀងផ្អែមបន្តិចហើយនឹងហឹរបងប្អូនបានឆ្ងាញ់អញ្ចឹងណាអញ្ចឹងវីដេអូបងប្អូនថ្ងៃហ្នឹងគឺចេញទៅមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូបន្ត